ទស្សនវិស័យសម្ដេចសង្ឃរាជជួនណាតសួស្តីប្រិយមិត្ត Family Land ថ្ងៃនេះខ្ញុំមានអត្ថបទមួយដែលនិយាយអំពីការបង្រៀនក៏ដូចជាទស្សនវិស័យរបស់សម្ដេចសង្ឃរាជជួនណាតដែលបន្ទាប់ពីអានចប់ខ្ញុំមើលឃើញថាវាពិតជាមានខ្លឹមសារនិងអត្ថន័យខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរយើងដូច្នេះខ្ញុំចង់យកអត្ថបទមួយនេះមកចែករំលែកអ្នកទាំងអស់គ្នាដែលអត្ថបទមួយនេះគឺចងក្រងរៀបចំឡើងវិញដោយបងប្រុសឡាំលឹមឥឡូវនេះចង់ដឹងថាតើការបង្រៀនក៏ដូចជាទស្សនវិស័យរបស់សម្ដេចសង្ឃរាជជួនណាតមានអ្វីខ្លះសូមអញ្ជើញទៅទស្សនាទាំងអស់គ្នាទី1មនុស្សខ្លាំងពុំដែលមានចរិតផ្ញើវាសនាលើអ្នកដទៃទេហើយប្រទេសខ្លាំងគឺរឹតតែពុំអាចផ្ញើវាសនាលើប្រទេសដទៃឡើយសង្គមមួយខ្លាំងគឺដោយសារមានមនុស្សក្នុងសង្គមខ្លាំងមនុស្សខ្លាំងគឺជាមនុស្សដែលមានការអប់រំខ្ពស់ការអប់រំដែលត្រឹមត្រូវគឺត្រូវបង្រៀនមិនត្រឹមតែចំណេះជំនាញប៉ុណ្ណោះទេតែថែមទាំងត្រូវបង្វឹកបណ្ដុះលើក្រមសីលធម៌ផងដែរទស្សនវិទូក្រិចផ្លាតូនិយាយថាចំណេះដឹងនឹងក្លាយជាឥតប្រយោជន៍បើគោលបំណងនៃចំណេះដឹងខុសគោលការណ៍សីលធម៌ត្រឹមតែមានចំណេះគឺនៅពុំទាន់គ្រប់គ្រាន់នៅឡើយទេតែត្រូវមានចំណេះដឹងខាងបង្រួបបង្រួមមនុស្សទើបហៅថាខ្លាំងពិតប្រាកដនិងខ្លាំងបានយូរអង្វែងតែយើងអាចរៀនអ្វីខ្លះពីបុព្វបុរសខ្មែរជាពិសេសអ្នកប្រាជ្ញខ្មែរនាសតវត្សទី20ចំណុចទី2យុវជនខ្មែរទាំងអស់បានដឹងថាខ្មែរពីអតីតកាលជាពូជខ្លាំងពូជអ្នកចម្បាំងតែមនុស្សទាំងអស់ពុំដឹងពីរបៀបខ្លាំងថាត្រូវធ្វើបែបណាឡើយក្នុងបទពងសាវតាខ្មែរបានឲ្យតម្លៃខ្លាំងទៅលើការស្គាល់ខ្លួនឯងរបស់ជាតិសាសន៍មួយតើសាសន៍នេះជានរណាមកពីណាធ្លាប់ជានរណារុងរឿងប៉ុណ្ណាក្នុងទំនុកច្រៀងនេះអ្នកប្រាជ្ញខ្មែរបានដាស់ព្រលឹងខ្មែរថាខ្មែរអើយចូលស្ដាប់សាវតាដែលបានចរចាបញ្ជាក់ប្រាប់ថាពូជខ្មែរថ្កើងអារីស្តូតពោលថាការស្គាល់ខ្លួនឯងគឺជាការចាប់ផ្ដើមឡើងនៃបញ្ញាញាណតើត្រូវធ្វើបែបណាដើម្បីស្គាល់ខ្លួនឯងសូក្រាតឆ្លើយថាដើម្បីស្គាល់ពីខ្លួនឯងយើងត្រូវប្រើពេលវេលាពិចារណាស្វែងរកខ្លួនឯងយុវជនខ្មែរត្រូវគិតឡើងវិញថាតើដើមកំណើតខ្មែរជានរណាខ្មែរខ្លាំងដោយសារអ្វីហើយបែកបាក់សាមគ្គីដោយសារអ្វីក្នុងនាមជាយុវជនជំនាន់ថ្មីតើគួរត្រូវធ្វើអ្វីបន្តទៀតចុងបញ្ចប់នៃបទពងសាវតាខ្មែរបានបញ្ចប់ដោយឃ្លាថាតាំងចិត្តឲ្យមាំខិតខំប្រឹងវិញសាមគ្គីជាតិយើងក្នុងចិត្តដំកើងតម្លៃខ្មែរយើងដូច្នេះតើយើងគួរឲ្យតម្លៃខ្មែរគ្នាឯងឬឲ្យតម្លៃបរទេសតើយើងត្រូវស្រឡាញ់បរទេសឬស្រឡាញ់ខ្មែរជាដំបូងតើយើងត្រូវសាមគ្គីជាមួយបរទេសឬសាមគ្គីជាមួយខ្មែរគ្នាឯងតើការស្រឡាញ់របស់យើងត្រឹមតែពាក្យសម្ដីឬទង្វើធ្វើជាក់ស្ដែងចម្លើយគឺយើងត្រូវតែស្រឡាញ់ខ្មែរជាងស្រឡាញ់បរទេសជាធម្មជាតិរបស់មនុស្សដំបូងគឺខ្លួនឯងនិយមបន្ទាប់មកគឺជាតិនិយមចុងក្រោយគឺអន្តរជាតិនិយមទ្រឹស្ដីពុទ្ធនិយមបានបង្ហាញថាបើយើងពិតជាស្រឡាញ់ខ្លួនយើងមែនយើងនឹងពុំធ្វើឲ្យអ្នកដទៃឈឺចាប់ដោយសារយើងឡើយនៅក្នុងទ្រឹស្ដីព្រហ្មញ្ញបើឲ្យជ្រើសរើសរវាងខ្លួនឯងនិងជាតិគឺមនុស្សត្រូវសុខចិត្តលះបង់ខ្លួនឯងដើម្បីឲ្យជាតិរស់នៅចំនួន Alexander the Great ឈ្លានពានឥណ្ឌាមានអាចារ្យព្រាហ្មណ៍ម្នាក់និយាយថាលះបង់មនុស្សម្នាក់ដើម្បីប្រយោជន៍គ្រួសារលះបង់គ្រួសារដើម្បីប្រយោជន៍ភូមិស្រុកលះបង់ភូមិស្រុកដើម្បីប្រយោជន៍សង្គមជាតិមហាត្មកាណ្ឌីបាននិយាយឃ្លាស្រដៀងថាយើងត្រូវតែហ៊ានស្លាប់ដើម្បីឲ្យគ្រួសាររស់ហើយគ្រួសារត្រូវតែហ៊ានស្លាប់ដើម្បីឲ្យជាតិរស់នេះជាទូនាទីនិងកាតព្វកិច្ចរបស់មនុស្សក្នុងសង្គមដែលត្រូវថែរក្សាជាតិឲ្យបានរុងរឿងចំណុចទី3មនុស្សម្នាក់កើតលើផែនដីនេះត្រូវដឹងគុណរឿងពីរយ៉ាងទី1គឺជាតិដែលជាម្ដាយធំនិងទី2គឺម្ដាយតូចដែលជាម្ដាយបង្កើតក្នុងបទជនជាតិខ្មែរដែលជាព្រះរាជនិពន្ធដោយសម្ដេចសង្ឃរាជជួនណាតបានសរសេរថាជនជាតិខ្មែរកើតនៅលើដីខ្មែរយើងត្រូវខំថែជាតិឲ្យបានរុងរឿងជាទូទៅមុននឹងសត្រូវបំបែកសង្គមគឺត្រូវបំបែកបំបាក់មនុស្សក្នុងសង្គមឲ្យវិលវក់វីឬស្អប់គ្នាសិនតើបំបែកយ៉ាងម៉េចទី1គឺអ្នកចេះដឹងនឹងមនុស្សទូទៅនឹងក្លាយជាបុគ្គលអសិលធម៌ដែលពេញពោដោយសេចក្តីប្រមាថលើអ្នកដទៃនិងប្រើអារម្មណ៍និយមនៅក្នុងការសម្រេចសេចក្តីទី2គឺអ្នកនយោបាយនឹងក្លាយជាបុគ្គលខ្វះគោលការណ៍គ្រប់គ្រាន់ក្នុងការធ្វើនយោបាយអំពើបាបក្នុងសង្គមដែលមហាថ្មគុន្ធីបានលើកឡើងគឺនយោបាយដែលគ្មានគោលការណ៍ឬក៏ politics without principle អ្នកនយោបាយបានក្លាយទៅជាមេដឹកនាំបញ្ឆេះកំហឹងហិង្សាដល់មហាជនតាមរយៈពាក្យសម្ដីវាយប្រហារគ្នានិងជេរប្រមាថប្រតិគ្នា
ហើយទី3គឺបរទេសនិយមដែលសម្ដេចសង្ឃរាជជួនណាតពោលថាកុំឲ្យបរទេសគេមកបង្វែរឲ្យខ្មែរនិងខ្មែរបែកបាក់សាមគ្គីអ្វីបើគេហ៊ានចំណាយប្រាក់កាសចាយហូរហៀយ៉ាងណាចូលកុំភ្លេចគេឈ្មោះខេមរាយុវជនខ្មែរគួរដឹងថារឿងចាស់ជារឿងចាស់ពីព្រោះគ្មានបុគ្គលអស្ចារ្យណាម្នាក់អាចកែប្រែអតីតកាលបានឡើយប៉ុន្តែយើងថ្មីរបៀបថ្មីគឺត្រូវចាប់ផ្ដើមពីថ្ងៃនេះអ្នកដតីមិនយល់ជារឿងរបស់អ្នកដតីអ្នកនិពន្ធប្រឡោមលោកម្នាក់បានពោលថាមនុស្សដែលអាចគ្រប់គ្រងអតីតកាលបានល្អគឺប្រៀបបាននឹងអាចគ្រប់គ្រងអនាគតកាលបានមនុស្សដែលអាចគ្រប់គ្រងបច្ចុប្បន្នកាលបានល្អគឺនឹងអាចបង្កើតអនាគតកាលល្អបានសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀត